បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះខ្ញុំចង់មកបង្ហាញបងប្អូនអំពីរបៀបក្នុងការជ្រើសរើសមេបាពូជឲ្យបានល្អត្រូវទៅតាមស្តង់ដារបងប្អូនណាបាទអញ្ចឹងរបៀបក្នុងការជ្រើសរើសមេបាពូជគឺសំខាន់ណាបងប្អូនណាបាទសំខាន់ណាមិនមែនចេះតែលំជ្រើសឲ្យតែបានគឺយើងហៅថាមេបាពូជដែរនោះទេបងប្អូនណាអញ្ចឹងបងប្អូនខ្លះគាត់ឆ្ងល់ថាហេតុអ្វីបានជាកង្កែបដូចគ្នាប៉ុន្តែតម្លៃខុសគ្នាបាទមានខ្លះបាទគេលក់1គីឡូ10000 15000មានខ្លះគេលក់1គូ$5 $10 $15អីជាដើមហ្នឹងទៅអញ្ចឹងក្នុងវីដេអូនេះគឺចង់ស្រាយចម្ងល់បងប្អូនដែរពាក់ព័ន្ធជាមួយនឹងតម្លៃក៏ដូចជាtechnique ក្នុងការជ្រើសរើសមេបាពូជក៏ដូចជាលក្ខណៈក្នុងការជ្រើសរើសមេបាពូជវាខុសពីលក្ខណៈដែលយើងធ្វើការលក់កង្កែបធម្មតាបាទលក្ខណៈដែលយើងធ្វើការលក់កង្កែបធម្មតាគឺ1គីឡូ20000 15000